តើការបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរវាមានផលវិបាកអ្វីខ្លះចំពោះបងប្អូនថ្ងៃនេះខ្ញុំសូមលើកយកពីរចំណុចអំពីផលវិបាកនៃការបាត់អត្តសញ្ញាណប័ណ្ណនេះទី1បងប្អូនខាតពេលវេលានិងរងចាំនៅនីតិវិធីនៃការស្នើសុំឡើងវិញទី2ប្រសិនបើមានជនខិលខូចរើសបានវាយកអត្តសញ្ញាណប័ណ្ណរបស់បងប្អូនទៅប្រព្រឹត្តបទល្មើសផ្សេងដូចជាយកទៅកម្ចីអនឡាញយកទៅបង្កើតកុងធនាគារយកទៅទិញស៊ីមដើម្បីឆបោកបងប្អូនប្រជាពលរដ្ឋផ្សេងទៀតអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់បងប្អូនអាចប្រឈមនឹងផ្លូវច្បាប់ដំណោះស្រាយគឺនៅពេលដែលបាត់ភ្លាមសូមបងប្អូនមករាយការណ៍ឬមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនៅជិតបងប្អូនបំផុតដោយភ្ជាប់មកជាមួយនៅសិភៅគ្រួសារសិភៅស្នាក់នៅនិងសម្បត្តិកំណើតបាទសូមអរគុណ